ចឹងខ្ញុំមកឆ្លើយពីមិនបងស្រីគាត់សួរខ្ញុំថាចោះជនជាតិអាស៊ីមិនដែរអញ្ចឹងណាចាជនជាតិណាក៏ល្អដែរបងចាជនជាតិអាស៊ីក៏ល្អដែរប៉ុន្តែសំខាន់គឺបងចូលចិត្តអាស៊ីផ្នែកណាចាអាស៊ីមានច្រើនណាអាស៊ីបូព៌ាអាស៊ីកដាលអាស៊ីគ្នេអាស៊ីអីចឹងទៅអាស៊ីខាងលិចអាស៊ីខាងកើតអីចឹងទៅចឹងជនជាតិអាស៊ីយើងគឺរស់នៅក្នុងអាស៊ីអាគ្នេយ៍ណាបងប្អូនចាអាស៊ីអាគ្នេយ៍មាន10ប្រទេសមានវៀតណាមឡាវហ្វីលីពីនមីយ៉ាន់ម៉ាថៃអីចឹងចាហ្នឹងហើយយើងនៅក្នុងផ្នែកអាស៊ីកដាលអាស៊ីអាគ្នេយ៍ហើយផ្នែកអាស៊ីកដាលមានអ៊ីរ៉ង់អ៊ីស្រាអែលប៉ាឡេស្ទីនអីចឹងទៅចាអារ៉ាប៊ីសាអូឌីតអាស៊ីបូព៌ាអីចឹងទៅចាហើយទៅខាងចិនចាចិនយើងមានចិនប៉េគីងចិនប៉េកាំងចាហើយនឹងមានចិនតៃវ៉ាន់និងចិនហុងកុងចាចិនហុងកុងនិងចិនតៃវ៉ាន់កាលពីមុនគឺជាអាណានិគមរបស់អង់គ្លេសចាពីច្រើនចិននៅហុងកុងគេនិយាយភាសាអង់គ្លេសបានហើយមួយទៀតចាចំណែកឥណ្ឌាក៏ជាអាណានិគមរបស់អង់គ្លេសដែរកាលពីមុនចាអញ្ចឹងហើយឥណ្ឌារៀងកាត់ជាមួយអង់គ្លេសឃើញអត់បងប្អូនចាអញ្ចឹងហ្នឹងក៏នៅអាស៊ីយើងដែរចាអញ្ចឹងហើយនឹងនៅកូរ៉េចានៅកូរ៉េនៅជប៉ុនយើងក៏គេហៅអាស៊ីដែរចាអញ្ចឹងបងប្អូនត្រូវគិតថាមួយណាដែលបងប្អូនចូលចិត្តហើយបងប្អូនមើលទៅថាអាស៊ីយើងចាដូចជាអាស៊ីខាងយើងអញ្ចឹងអាស៊ីគ្នាជនជាតិថៃហ្វីលីពីនមីយ៉ាន់ម៉ាឡាវវៀតណាមអីហ្នឹងឥណ្ឌូនេស៊ីហ្នឹងតើមិនដែរយើងឃើញបងប្អូនយើងការរស់នៅជីវភាពអីអញ្ចឹងណាចាហើយទំនៀមទម្លាប់អីអញ្ចឹងវាអត់សូវខុសគ្នាមួយយើងបានទេចាប៉ុន្តែហ្វីលីពីនគឺធ្លាប់អាណានិគមរបស់ប្រទេសអេស្ប៉ាញបងប្អូនចាអញ្ចឹងខាងហ្វីលីពីនមួយចំនួនគេនៅនិយាយភាសាអេស្ប៉ាញបានចាខ្លះគេនិយាយបានច្រើនភាសាអង់គ្លេសអេស្ប៉ាញអញ្ចឹងទៅចាហើយយ៉ាងไงហើយមកយើងរាប់មកកូរ៉េវិញចាបងប្អូនចង់បានកូរ៉េចាកូរ៉េមិនដែរខ្ញុំអត់សូវដឹងទេបងប្អូនកូរ៉េជប៉ុនអីចឹងណាអត់សូវដឹងថាគេចូលចិត្តអីគេចូលទំនៀមទម្លាប់គេមិនអីខ្ញុំមិនសូវច្បាស់ហើយប៉ុន្តែគាត់ដឹងថា GDP គេខ្ពស់ហើយបងប្អូននៅខាងកូរ៉េជប៉ុនអីចឹងណាចា GDP នឹងមានន័យថាប្រាក់ចំណូលប្រចាំឆ្នាំចាបកជាខ្មែរចាប្រាក់ចំណូលប្រចាំឆ្នាំគេខ្ពស់ហើយlabor fee គេខ្ពស់មានន័យថាប្រាក់ឈ្នួលពលកម្មហ្នឹងគឺបានខ្ពស់អញ្ចឹងយើងរស់នៅរៀងស្រួលដែរអញ្ចឹងណាបើស្អីយើងចង់បានទៅនៅបែបហ្នឹងចាបានគ្រួសារខាងផ្នែកហ្នឹងចាអញ្ចឹងនៅជប៉ុនចានៅជប៉ុនក៏ប្រាក់ចំណូលគេខ្ពស់ដែរចាប៉ុន្តែជប៉ុនដូចជាមនុស្សធ្វើការវាខ្លាំងណាស់បងប្អូនវា stress ណាមនុស្សពុកពេញដោយ stress អីចឹងទៅចាបើនិយាយពីនៅចិនវិញចានៅចិនគឺសេដ្ឋកិច្ចគេហៅ number 2 in the world ចា number 2ពេលណាសេដ្ឋកិច្ចនៅចិនគឺលេខ2នៅក្នុងពិភពលោកយើងអាមេរិកលេខ1ឡម៉ង់លេខ3ចឹងទៅចាប៉ុន្តែតើប្រជាជនហ្នឹងរស់នៅបែប civilize អីអត់ចឹងណាចាសម្រាប់ទីក្រុងខ្ញុំដឹងថាប្រហែលជា civilize ខ្លាំងចាពួកយើងធ្លាប់លើកពីមិត្តភ័ក្តិដែរចឹងណាតែខ្ញុំស្គាល់អ៊ីនធឺណិតគឺសេដ្ឋកិច្ចគេគឺ number 2 in the world តែម្ដងចាបើយើងរាប់មកកូរ៉េជប៉ុនគឺល្អហើយបងប្អូនខ្មែរយើងទៅនៅគឺគាត់ចែកម្លែកពីវីដេអូអ្នកធ្វើកម្មករគាត់បានផាត់ឈ្មោះខ្ពស់ដែរអញ្ចឹងទៅណាហើយយើងមើលមកបែកអារ៉ាប់វិញចានៅអាស៊ីដែរចាបងប្អូនមើលទៅថាវាមិនដែរចាគេកាន់សាសនាអ៊ីស្លាមគេមិនញ៉ាំសាច់ហើយការស្លៀកពាក់ការគោរពសាសនាអីគេរៀង street ដែរអញ្ចឹងតើបងប្អូនចង់បានឬអត់អញ្ចឹងណាចាបើសិនបងប្អូនពេញចិត្ត open អូខេគ្មានបញ្ហាទេចាហើយចំណែកយើងមើលទៅឥណ្ឌាចាឥណ្ឌាឥឡូវនេះកំពុងតែឡើងខុសខ្លាំងហើយចាឡើងតិចម្ដងពីអីបើនិយាយពីនៅក្នុងអាមេរិកឬក៏នៅអឺរ៉ុបនេះគឺជនជាតិឥណ្ឌាមកធ្វើការច្រើនហើយធ្វើការសិតតែ specialist ជំនាញទៅលើ IT ជំនាញទៅលើពេទ្យអីចឹងណាចាខ្លាំងមែនតើសូម្បីតែពេទ្យដែលខ្ញុំទៅនោះក៏ជាជនជាតិមកពីខាងហ្នឹងដែរចាពេទ្យប្រចាំរបស់ពួកខ្ញុំមកសាទៅហើយមកពីគាត់រៀងរស់រាយដែរជាចឹងឡើយហ្នឹងចាអញ្ចឹងឥណ្ឌាក៏ខ្លាំងដែរប៉ុន្តែខ្ញុំមិនដឹងថាគេនៅជាប្រហែលជាមិនសូវទេប៉ាគីស្ថានអាហ្វហ្គានីស្ថានចាសិតតែនៅផ្នែកខាងអាស៊ីហើយយើងរាប់មកហើយតកតងនឹងអីគេមកខាងអឺរ៉ុបវិញចាអញ្ចឹងអឺរ៉ុបមានច្រើនប្រទេសដែរអាមេរិកវិញចាអាហ្វ្រិកចាអញ្ចឹងទ្វីបវាមានដល់តែ7ទ្វីបចាអញ្ចឹងទ្វីបដែល
អង្គតាក់តិចអីហ្នឹងវាតិចចាអ្នកនៅលើចិត្តប៉ូលចាអញ្ចឹងអ្នកនៅខាងផ្នែកចិត្តប៉ូលដូចជាខាងរុស្ស៊ីចិនក៏ក្បែររុស្ស៊ីដែរហើយប្រទេសសាកាគីស្តានអីចាហ្នឹងហើយវាចាពេលថ្ងៃក៏ដាក់ពេលថ្ងៃពេលវាបើនៅរុស្ស៊ីតិចខ្លាំងចាដោយសារតាវានៅជីគៀកនៅប៉ូលចាហើយអាមេរិកនិងអឺរ៉ុបចាមួយខ្លាំងផ្នែកខ្លះវានៅក្បែរនឹងប៉ូលដែរចាអញ្ចឹងវាតិចអញ្ចឹងផែនដីវិលទៅចាអញ្ចឹងវាតិចផ្នែកខ្លះចាផ្នែកខ្លះអត់តិចទេចាអញ្ចឹងដូចគ្នានៅអាមេរិកអញ្ចឹងអាមេរិកមាន52រដ្ឋចារដ្ឋខ្លះពិតជាអភិវឌ្ឍខ្លាំងមែនតើមានន័យថាប្រាក់ឈ្នួលអីគេគឺអភិវឌ្ឍរដ្ឋខ្លះគឺអត់សូវទេបងប្អូនតែយើងត្រូវចាំមើលថាកន្លែងណាដែលប្រជាជនបងប្អូនខ្មែរយើងរស់នៅច្រើនហើយគាត់ចែកលេខរបៀបល្អអាហ្នឹងគេរស់នៅស្រួលហើយបងប្អូនចាហើយបើសួរខ្ញុំវិញថាខ្ញុំមិនដែរចាដំបូងគឺខ្ញុំនិយាយខ្ញុំវិញកាលខ្ញុំទៅខ្ញុំចង់ទៅនៅអាមេរិកចាហ្នឹងហើយទៅនៅអាមេរិកក្តីប្រាថ្នារបស់ខ្ញុំគឺនៅអាមេរិកដោយសារតែយើងឮពីចាស់និយាយពីអាមេរិកហើយមានបងប្អូនពីអាមេរិកទៅលេងអញ្ចឹងអូយគេមានណាគេទិញរបស់អីចែកចឹងនំអីឆ្ងាញ់ចាហើយយើងស្គាល់តែអាមេរិកនិងបារាំងឯងបងប្អូនចាអញ្ចឹងបារាំងយើងអត់ដឹងទេសម្រាប់គេមកពីអង់គ្លេសមកពីណាពីណីក៏យើងហៅបារាំងដែរចាប៉ុន្តែប្រជាជនខ្មែរយើងក៏នៅបារាំងច្រើនដែរអញ្ចឹងហើយធ្វើឲ្យខ្ញុំគិតថាអីបារាំងពីច្រើនចាស់គាត់និយាយថាអីគេអត់ស្មានលុយអញ្ចឹងណាខ្ញុំដឹងពីចាស់នេះជំនាន់មុនខ្ញុំអត់ដឹងទេព្រោះយើងក្មេងៗអត់ដឹងចាអញ្ចឹងហើយយើងប្រាថ្នាចង់នៅអាមេរិកចាប៉ុន្តែនៅពេលដែលខ្ញុំធំខ្ញុំបានរៀនសូត្រខ្ញុំបានធ្វើការជាមួយពួកអឺរ៉ុបទៅធ្វើឲ្យខ្ញុំដូរការគិតរបស់ខ្ញុំចង់មកនៅអឺរ៉ុបច្រើនជាងហើយដោយសារតែទីមួយគឺខ្ញុំដឹងពី culture របស់គេចាជនជាតិអឺរ៉ុបគឺស្រួលគេមានន័យថាគេគ្រប់សិទ្ធិគ្នាហើយគោលនយោបាយរបស់ប្រទេសគេគឺល្អតើតទៅនឹង social welfare support ទៅលើយើងមកយើងអត់មានការងារធ្វើអត់មានមានករណីឈឺអីចឹងទៅចាហ្នឹងគឺខ្ញុំស្រឡាញ់ទៅនឹងហើយមួយទៀតគឺគោរពសិទ្ធិកុមារសិទ្ធិស្ត្រីសិទ្ធិស្មើគ្នាអីចឹងទៅសេរីភាពក្នុងការស្លៀកពាក់អីចឹងទៅចាខ្ញុំស្រឡាញ់បែបហ្នឹងហើយមួយទៀតស្រឡាញ់ទៅលើរូបសម្បត្តិរបស់ជនជាតិបែប Western ចាចឹងបែប Western គឺជនជាតិគេមានសម្បុរសច្រមុះស្រួចភ្នែករៀងសអីចឹងហើយសក់ក្រហមអីចឹងទៅចឹងខ្ញុំស្រឡាញ់បែបហ្នឹងចឹងហើយធ្វើឲ្យខ្ញុំប្រាថ្នាចង់មករស់នៅខាងបែបអឺរ៉ុបចឹងអាមេរិកក៏គាត់មានសម្បុរសច្រមុះស្រួចដែរប៉ុន្តែដោយសារយើងដូរចង់ទៅនៅអាមេរិកទៀតចាហ្នឹងហើយហើយខាងផ្នែក Western ហ្នឹងគេហៅផ្នែកប្រជាជនរស់នៅបែបស៊ីវិល័យចាហ្នឹងហើយខ្ញុំចង់មកនៅហ្នឹងហើយមួយទៀតគឺប្រទេសនៅខាងអឺរ៉ុបគឺវានៅជិតគ្នាដូចជាយើងចង់ទៅលេងបារាំងអាល្លឺម៉ង់basic Sweden Norway ចឹងទៅវាចិត្តគ្នាងាយស្រួលធ្វើដំណើរទៅអង់គ្លេសទៅអីចឹងទៅនេះជាអ្វីដែលខ្ញុំចង់មកនៅអឺរ៉ុបចាអញ្ចឹងបងប្អូនត្រូវគិតថាតើបងប្អូនចង់បានបែបណាហើយបងប្អូននៅពេលដែលបងប្អូនស្រឡាញ់នរណាម្នាក់បងប្អូនត្រូវមើលថាទោះបីអាស៊ីក៏ដោយវាមានល្អមានអាក្រក់ចឹងទៅបើបងប្អូនពេញចិត្តបងប្អូនយកទៅតែសំខាន់តែយើងត្រូវជួបជនជាតិនឹងដោយវិធីណាឧទាហរណ៍យើងស្រឡាញ់ពួកអឺរ៉ុបតែធ្វើម៉េចបានជួបពួកអឺរ៉ុបចាអញ្ចឹងដូចខ្ញុំវិញខ្ញុំលេងអេបអញ្ចឹងតែប្រហែលជួបចាអញ្ចឹងបើបងប្អូនស្រឡាញ់កូរ៉េជប៉ុនអីអញ្ចឹងតែបងប្អូនធ្វើម៉េចឲ្យបានជួបកូរ៉េបានជួបជប៉ុនចាហ្នឹងជាចំណុចដែលសំខាន់មិនសំខាន់ទៅលើថាប្រទេសណាល្អអត់ទេសំខាន់ធ្វើម៉េចបានជួបអ្នកហ្នឹងអត់តែធ្វើម៉េចមានវិធីសាស្ត្រណាដែលយើងអាចទៅជួបគេបានចាឬក៏វិធីសាស្ត្រណាដែលយើងអាចទៅអ្នកទៅនាំជាមួយនឹងជនជាតិដែលយើងស្រឡាញ់នឹងបានចាចឹងខ្ញុំមិនដឹងទេបងប្អូនព្រោះអីខ្ញុំចង់ជួបអឺរ៉ុបខ្ញុំលេងអេបហើយក្នុងអេបក៏វាមានជនជាតិផ្សេងច្រើនទៀតអញ្ចឹងគ្រាន់តែខ្ញុំដាក់គោលដៅថាជនជាតិអឺរ៉ុបអីចឹងទៅអញ្ចឹងខ្ញុំអត់មានអីទេបងប្អូនគ្រាន់ថាជនជាតិណាក៏ល្អដូចគ្នាដែរនៅអឺរ៉ុបក៏មានល្អមានអាក្រក់ដែរចាអញ្ចឹងសំខាន់ទៅលើយើងចេះថ្លឹងថ្លែងយើងចេះសង្កេតមើលថាគេល្អឬអត់អីអញ្ចឹងទៅចំណុចណាដែលយើងចង់បានគេដូចថាយើងស្រឡាញ់ទឹកចិត្តស្រឡាញ់អីគេចេះស្រឡាញ់ពុកម្ដាយបងប្អូនឬចេះស្រឡាញ់យើងយកចិត្តទុកដាក់ជាមួយយើងយកទៅយ៉ាងមិនខុសទេចាកុំឲ្យតាយើងចេះតាឃើញគេភ្លាមយើងអត់ទាន់ដឹងអីហើយយើងសម្រេចចិត្តអាហ្នឹងវាអាចជួបដែរវាអាចខុសដែរអញ្ចឹងយើងមើលទៅបងប្អូនហើយជនជាតិខ្ញុំនិយាយចឹងមានល្អមានអាក្រក់មានសមានខ្មៅអីចឹងទៅយើងឆ្លៃបែបណាឬបែបហ្នឹងសម័យអ៊ីនធឺណិតដែរបងប្អូនកុំទៅខ្វល់គេលេងប្រើវិធីសាស្ត្រណែនាំគ្នាទៅវិញទៅមកទៀតដែរគេប្រើតែអេបទេឥឡូវនេះមិនថាប្រទេសហ្វីលីពីនថៃអីទេគេប្រើតែអេបមិត្តភក្តិដែលខ្ញុំក៏លេងអេបដែរបានជួបគ្នាចឹងណាច
ចឹងខ្ញុំអរគុណច្រើនវីដេអូនេះមាន